សួស្តីថ្ងៃនេះមកធ្វើទឹកពោតចាចំពោះពោតខ្ញុំប្រើ4ផ្លែពោតលឿងយើងស្ងោរវាឆ្អិនហើយយើងយកវាមកចិតអញ្ចឹងមកឲ្យអស់មកចិតរួចហើយបានយើងយកទៅក្លុកចាហើយចំពោះគ្រឿងផ្សំមាននៅលើហ្នឹងចាអូខេអញ្ចឹងខ្ញុំដាក់ទឹកធម្មតា1លីត្រកន្លះហើយទៅដោះគោស្រស់ហ្នឹងកន្លះលីត្រអញ្ចឹងយើងយកពោតដែលយើងចិតហើយយើងយកទៅក្លុកជាមួយនឹងទឹក1លីត្រដាស់យើងហ្នឹងចាក្លុកវាឲ្យម៉ត់មកហើយយើងច្រោះយកកាកចេញណាចាអញ្ចឹងយើងច្រោះវាចេញហើយយកកាកនឹងចោលចាបន្ទាប់មកទឹកហ្នឹងយើងយកដាក់ដាំបន្ទាប់មកយើងក៏ដាក់ស្លឹកតយ5ស្លឹកជាមួយនឹងអំបិលមួយចិបចូលឲ្យមកចាសាគោវាកុំឲ្យខ្លោចបាតចានៅពេលពុះយើងដាក់ស្ករស3ស្លាបព្រាបាយនិងទឹកដោះគោខាប់3ស្លាបព្រាបាយជាមួយនឹងទឹកដោះគោស្រស់កន្លះលីត្រទៅជាការស្រេចហើយទុកឲ្យពុះវិញមកចាជាការស្រេចចាហើយបន្ទាប់មកយើងក៏ជ្រក់ដាក់ចូលកែវយកទៅក្លាសេក្នុងទូទឹកកកណាចាចាំតែប៉ុណ្្នឹងទេអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផង